ឡងមកខ្ញុំមិនបានចំណាយពេលមួយចំនួនសោះដើម្បីអភិវឌ្ឍខ្លួនឯងឲ្យក្លាយទៅជាមនុស្សដែលអាចស្រូបទាញនូវសេចក្តីជោគជ័យនេះគឺជា quote មួយដែលខ្ញុំបានដកស្រង់ចេញពីសៀវភៅពេលព្រឹកដ៏អស្ចារ្យដែលសៀវភៅហ្នឹងគេផ្ដោតទៅលើការអភិវឌ្ឍខ្លួនអញ្ចឹងការអភិវឌ្ឍខ្លួនពិតជាសំខាន់សម្រាប់មនុស្សយើងម្នាក់អ្នកខ្លះចង់ឲ្យខ្លួនឯងពូកែខ្លាយទៅជាមនុស្សដែលខ្លាំងនៅក្នុងសង្គមដែលមនុស្សកែខ្លាំងក្នុងសង្គមដែលសង្គមត្រូវការប៉ុន្តែសកម្មភាពខ្លួនឯងរាល់ថ្ងៃគឺ0គឺអត់បានមកសម្រេចអីសោះខ្លួនឯងរាល់ថ្ងៃដេកទ្រមួកខ្ជិលងើបពីដេកមិនចង់ធ្វើការមិនបន្តអភិវឌ្ឍខ្លួនមួយថ្ងៃធ្វើសកម្មភាពដដែលរហូតដល់ជាទម្លាប់អាក្រក់សម្រាប់ខ្លួនឯងហើយសម័យថាខ្ញុំចង់បានប៉ុណ្ណេះនៅថ្ងៃអនាគតប៉ុន្តែសកម្មភាពខ្លួនឯងគឺអត់មានអីសោះអត់មានបានធ្វើអីដើម្បីសម្រេចនៅអ្វីឲ្យខ្លួនឯងប្រាថ្នានឹងទេអញ្ចឹងគុំសង្ឃឹមទៅលើរឿងអស់ហ្នឹងបើយើងមិនចាប់ផ្ដើមធ្វើសកម្មភាពហើយមិនបន្តអភិវឌ្ឍខ្លួនអញ្ចឹងការអភិវឌ្ឍខ្លួនហ្នឹងគឺសំខាន់ណាស់បើសិនមិនមានការអភិវឌ្ឍខ្លួនទេយើងនឹងក្លាយទៅជាមនុស្សម្នាក់ដែលគេហៅថាពិការភាពផ្នែកហិរញ្ញវត្ថុអញ្ចឹងភាពជោគជ័យគឺអាស្រ័យយ៉ាងស្អិតរមួតទៅនឹងការអភិវឌ្ឍខ្លួនបើយើងមិនបន្តអភិវឌ្ឍខ្លួនមិនបន្តអភិវឌ្ឍជំនាញរបស់ខ្លួនឯងទេគឺមានន័យថាយើងនឹងហើយជាមនុស្សដែលរងគ្រោះហើយមិនទទួលបានលទ្ធផលអ្វីពីសង្គមទេហើយយើងនឹងក្លាយទៅជាមនុស្សម្នាក់ដែលសង្គមមើលរំលងមនុស្សជាច្រើននឹងមើលរំលងយើងហើយគេគិតថាយើងជាមនុស្សអត់បានការហើយមនុស្សក្នុងសង្គមគេត្រូវការមនុស្សដែលមានការអភិវឌ្ឍនិងរីកចម្រើនហើយបើសិនជាយើងមិនមានការរីកចម្រើនទេយើងគេហៅមួយម៉ាត់ថាមនុស្សពោះ delay ដែលគ្មានសង្គមត្រូវការបានទេអញ្ចឹងជំនាញខ្លួនឯងទី1ត្រូវអភិវឌ្ឍទី2 soft skill ទី3 communication អីហ្នឹងត្រូវតែមានទាំងអស់បើអត់មានទេយើងរស់នៅក្នុងសង្គមមួយនេះយើងនឹងខ្លាចទៅជាជនរងគ្រោះអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការចែករំលែកនេះ